ទេនៅក្នុងនេះខ្ញុំចង់លើកនិយាយអំពីសន្ធិថងគុណដែលគាត់បានឡើងនិយាយជាសាធារណៈនៅប្រទេសគាត់ចឹងគាត់ថាបើសិនជាគាត់មានអំណាចនៅក្នុងប្រទេសថៃវិញគាត់នឹងវាយដណ្ដើមយកនៅខេត្តខ្មែរដូចជាបន្ទាយមានជ័យបាត់ដំបងសៀមរាបស្វាយស៊ីសុផុនបៃលិនកកុតចឹងរហូតអាចមានថាវាយដល់ភ្នំពេញក្នុងមួយថ្ងៃក៏បានអានេះគាត់និយាយអញ្ចឹងរបៀបថាគាត់ចង់លមោបធ្វើសង្គ្រាមគាត់តាំងខ្លួនគាត់ជាអ្នកខ្លាំងអញ្ចឹងអានឹងជាប្រសាសន៍របស់គាត់មួយហើយឲ្យគាត់គិតនិយាយគាត់ឲ្យគិតពីអាយុរបស់គាត់គាត់នឹងចិត្តដល់ថ្ងៃស្លាប់ទៅហើយនឹងអញ្ចឹងទេគាត់ទុកដំណក់ឈាមគោលគំនិតរបស់គាត់នឹងផ្សារភ្ជាប់ទៅដល់ក្មេងចំនួនក្រោយរបស់គាត់គាត់មើលមកប្រទេសកម្ពុជាថាដូចបីជាប្រទេសមួយដ៏អន់ថោកទាបបំផុតអញ្ចឹងដែលគាត់ចង់ថាជន់ឈ្លីគាត់ចង់វាយមកផ្លេតហ្នឹងបានយកស្រួលអាហ្នឹងតាមទ្រឹស្ដីរបស់គាត់និយាយហើយប្រជាជនគ្រប់គ្រងរបស់គាត់នឹងស្រែកហូកញ្ជ្រៀវលើកទង់ជាតិថៃណូពូនេះគាត់ថាដូចជាអស្ចារ្យណាស់សម្បើមណាស់អញ្ចឹងគាត់ធ្វើដូចទឹកដីនៃបាត់ដំបងសៀមរាបបៃលិនបន្ទាយមានជ័យស្វាយស៊ីផុនកោះគុតដែនសមុទ្រនិងព្រះវិហារសៀមរាបអីនេះជាដីរបស់គាត់ដូចថាគាត់តាំងខ្លួនថាដីហ្នឹងជាដីរបស់គាត់ពីមុនមកខ្មែរទៅដណ្ដើមយកបារាំងកាត់ឲ្យតែគាត់អត់គិតនិយាយអំពីប្រវត្តិសាស្ត្រមុនរាប់ពាន់ឆ្នាំមកកន្លងឲ្យកូនចៅគាត់បានស្ដាប់ថាទឹកដីនៃប្រមាណខេត្តនៅទឹកដីថៃសពថ្ងៃហ្នឹងជាដីរបស់ខ្មែរអាណាចក្រខ្មែរពីមុនមកទេគាត់អត់មានប្រាប់ដល់កូនចៅរបស់គាត់ទេហ្នឹងជាមនុស្សគាត់ថាចង់បានតែរបស់គេហើយអត់និយាយពីប្រវត្តិសាស្ត្រខ្លួនឯងនឹងជាជាតិសាសន៍មួយដែលលោភលន់ណាស់លោភលន់ចង់បានមិនឆ្អែតមិនឆ្អន់ប្រទេសថៃដ៏ធំសម្បើម70ខេត្តជាងហើយប្រទេសខ្មែរមានតែ24ខេត្តប៉ុណ្ណោះហើយគាត់នឹងចង់វាយទាញយកនៅ7-8ខេត្តពីខ្មែរទៅវិញទៀតនេះជាការលោភលន់មួយបើយើងនិយាយតាមធម៌ព្រះពុទ្ធសាសនាអ្នកដែលមានសេចក្តីលោភលន់នឹងវិនិច្ឆ័យដោយខ្លួនឯងថ្ងៃណាមួយអ្នកធ្វើល្អនឹងបានល្អអ្នកធ្វើអាក្រក់នឹងបានអាក្រក់ហើយប្រទេសថៃបើសិនថាស្នាក់ដឹកនាំមួយចំនួនទៅមួយចំនួននៅចង់ចិត្តថាចង់ឈ្លានពាននៅប្រទេសជិតខាងជារៀងដរាបចាស់អនាគតនឹងស្បូរទៅដោយសត្រូវជំវិញខ្លួនថ្ងៃណាមួយប្រទេសជិតខាងដែលគេបានកកើតខ្លួនកំណត់មានតាំងខ្លួនឈោជាចំហមួយមានកម្លាំងរឹងមាំមួយគេនឹងតបតមកវិញជាមិនខានទេអានេះក៏តាមការខ្ញុំពិភាក្សាមើលសម្លឹងមើលទៅដូចជាប្រទេសភូមាហ្នឹងមីយ៉ាន់ម៉ាហ្នឹងគេរស់ក្រោមគំនាបប្រទេសថៃរាប់សិបឆ្នាំមកហើយតែឥឡូវគេងើបឈោមកតតាំងខ្លះនេះដល់ដំណាក់កាលខ្មែរយើងដែលមានសម្ដេចបវរធិបតីដែលជាជំហរជាមួយសម្ដេចហ៊ុនសែនយើងដែលគាត់ជាមនុស្សខ្លាំងមួយដែលមានបទពិសោធន៍ខាងការធ្វើសង្គ្រាមដឹកនាំប្រទេសរាប់សិបឆ្នាំមកហើយខ្មែរយើងបើសិនជាគ្មានសម្ដេចនាយកសម្ដេចហ៊ុនសែនចូលតាំងនៅលើប្រទេសខ្មែរយើងនេះថៃនឹងជន់ឈ្លីយាបជន់ពន្លិចខ្មែរយើង ដូចចំនួនពីដើមមកប្រវត្តិសាស្ត្រខ្មែរយើងបានចងក្រងមកច្បាស់ថាខ្មែរយើងបើសិនជាខ្មែរខ្សោយគេនឹងជន់ឈ្លីយើង
នឹងបំបែកខ្មែរឲ្យទៅជា2ជា3បំណែកដូចជំនាន់មុនចឹងដោយប្រវត្តិសាស្ត្របានចារទុកចឹងអ្នកមិនដែលស្ដាប់ប្រវត្តិសាស្ត្រខ្មែរមិនដែលដឹងទេប្រវត្តិសាស្ត្រខ្មែរគឺឲ្យគេបំបែកញែកជា2ជា3